ស្ដីអ្នកនរគ្នាស្វាគមន៍សាជាថ្មីមកកាន់ vlog ថ្មីរបស់ខ្ញុំមួយទៀតហើយក្រោយពីខានចេញ vlog អស់រយៈពេលជាយូរខែអ្នកនរគ្នាឥឡូវនេះខ្ញុំសូមអ្នកនរគ្នា5នាទីជាមួយខ្ញុំទៅមើលអំពីដំណើរកំសាន្តមួយបាទគឺជាដំណើរកំសាន្តដែលខ្ញុំទៅម្នាក់ឯងបាទហើយដំណើរកំសាន្តនេះគឺចាយពេលជិះរទេះភ្លើងជាង3ម៉ោងអ្នកទាំងអស់គ្នាបាទគឺទៅ Bendigo ដែលជាក្រុងមួយរបៀបថាជាក្រុងទូចអ្នកនរគ្នានៅក្នុងបាទរដ្ឋ Victoria នៃប្រទេសអូស្ត្រាលីចឹងដូចអ្នកនរគ្នាឃើញមិនចឹងគឺដំបូងខ្ញុំអត់មានអីញ៉ាំច្រើនទេគឺខ្ញុំទិញតែ McDonald ហើយនឹង matcha ដែលជាមនុយថ្មីរបស់ McDonald ហ្នឹងញ៉ាំតិចទៅមុនឡើងប្រទេសភ្លើងហើយរយៈពេលជិត3ម៉ោងខ្ញុំក៏បានមកដល់ Bendigo អ្នកទាំងអស់គ្នាហើយនេះគឺជាទស្សនវិជ្ជាមួយចំនួននៅក្នុងបាទក្រុង Bendigo នឹងឯងអ្នកនរគ្នាជា city ទូចរបស់គេហ្នឹងណាខ្ញុំក៏ដើរមើលគេមើលឯងមើលទេសភាពអីចឹងទៅដើរក៏មកដល់ Art Gallery បាទហើយកន្លែង Art Gallery នេះគឺចូល free អ្នកនរគ្នាចឹងទៅខ្ញុំក៏បានចូលទៅមើលគេមើលឯងចឹងទៅបាទហើយនេះគឺជា outfit check អ្នកទាំងអស់គ្នាបាទវាថាយើងទៅម្នាក់ឯងចាំមានណាគេថតឲ្យទេអញ្ចឹងយើងដាក់កាមេរ៉ាចោលឲ្យយើងពវល់ខ្លួនអញ្ចឹងទៅណាបាទនឹងឯងគ្មានអីផ្សេងផ្សាទេដូចគេដូចឯងហ្នឹងទៅបន្ទាប់ពីចេញពី Art Gallery ហ្នឹងមកខ្ញុំក៏បានដើរមកសួននេះដើរមើលគេមើលឯងតាមមានអីមើលទេគឺមានតែព្រៃព្រឹក្សាតាវល់ហ្នឹងឯងអញ្ចឹងយើងបាទ enjoy ជាមួយនឹងធម្មជាតិហ្នឹងទៅបន្ទាប់ចេញពីសួនហ្នឹងគឺនៅជិតសួនហ្នឹងគេមានរបៀបថាដូចជាទីក្រុងចិនអញ្ចឹងណាគេធ្វើនិយាយទៅគឺខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងដើរលេងនៅសិង្ហបុរីមែនទេដល់នេះបាទតែបាទមិននៅចិននៅសិង្ហបុរីទេគឺ Melbourne ហ្នឹងឯង Bendigo បាទចឹងចូលមើលមុំសាយចូលមើលហ្នឹងទៅបាទបាទបន្ទាប់ពីដើរអស់រយៈពេលជាង2ម៉ោងដែរហ្នឹងរបៀបថាយូរដែរខ្ញុំក៏បានហៅមើលចូលញ៉ាំអីតិចតួចទុកពោះដើម្បីយើងត្រឡប់ទៅផ្ទះវិញព្រោះជិះទៅហ្នឹងក៏2ម៉ោងដែរអញ្ចឹងបាទខ្ញុំក៏បានចូលហាងមួយនេះគឺមិនដឹងកំងទេរបស់នេះមានតែរបៀបបាទញ៉ាំអីទឹកមួយកែវហ្នឹងទៅតទៅទៀតខ្ញុំក៏បាទដើរត្រឡប់ទៅរក station វិញបាទគាត់ដើរទៅ station ហ្នឹងក៏ដំពេញទីដែរប៉ុន្តែដើរកាត់របៀប market គឺមានរបៀប Sunday market ណាគ្នាដូចមែនតើតែខ្ញុំញ៉ាំមិនហើយអីចឹងអត់មានអីទេគឺមានតែដើរមកវិញឡើងរទេះភ្លើងអានសៀវភៅទៅផ្ទះនិយាយទៅអ្នកនរគ្នាមកយ៉ាក្រោយនេះគឺខ្ញុំអត់សូវបានលេងទូរស័ព្ទទេខ្ញុំជក់ជាមួយនឹងការអានសៀវភៅតែម្ដងចឹងទៅក៏អានសៀវភៅឡើងចប់អស់មួយរឿងហ្នឹងអ្នកនរគ្នានៅលើរទេះភ្លើងហ្នឹងខ្ញុំអានបានពាក់កណ្ដាលទៅពេលហើយខ្ញុំឡើងរទេះភ្លើងខ្ញុំអានពាក់កណ្ដាលទៀតទៅចប់បណ្ដោយចឹងទៅចប់អស់អត់មានអីធ្វើអង្គុយមើលទេសភាពអង្គុយរហូតក៏មកដល់ទីក្រុង Melbourne វិញបាទខ្ញុំបានត្រឡប់មកដល់ទីក្រុង Melbourne វិញចឹងគ្រាន់សាច់ជីហ្នឹងគឺវាចូល3ម៉ោងជាងទៀតហ៎មកដល់ផ្ទះ